បាទថ្ងៃនេះលោកគ្រូនឹងចែករំលែកតាក់ទងជាមួយនឹងបាទអ្វីទៅដែលហៅថាចិត្តនិងចេតសិកបាទដែលក្មួយជាអ្នកនិពន្ធបាទក៏ត្រូវស្គាល់ដែរបាទព្រោះវាចាំបាច់ដែរបាទចិត្តគឺជាធម្មជាតិម្យ៉ាងដែលសន្សំនៅអារម្មណ៍បាទចិត្តគឺជាធំចិត្តគឺជាប្រធានបាទន័យថាអ្វីៗគ្រប់បែបយ៉ាងបាទគឺត្រូវស្ថិតនៅលើចិត្តបាទព្រោះមនុស្សយើងសំខាន់គឺនៅលើចិត្តនឹងឯងបាទដល់ពេលចេតសិកបាទចេតសិកគឺជាសភាវៈធម៌ម្យ៉ាងបាទដែលកើតព្រមជាមួយនឹងចិត្តបាទក្នុងពេលតែមួយហើយក៏រលត់ទៅវិញនៅក្នុងពេលតែមួយបាទឥឡូវនេះបាទលោកគ្រូមិនបានលម្អិតទៅលើអ្វីហៅថាចិត្តនិងចេតសិកទេបាទលើកឡើងនៅគោលបាទដើម្បីឲ្យក្មួយបានស្វែងយល់អំពីចិត្តចេតសិកបានងាយស្រួលនៅក្នុងការកំណត់នៅអត្តចរិតរបស់តួអង្គនៅក្នុងសម្ដែងអត្ថបទប្រឡោមលោកក្តីបាទនៅក្នុងភាពយន្តក្តីបាទចិត្តមានពិស្ដាររហូតដល់121ដួងបាទឲ្យសង្ខេបមាន89ដួងបាទដល់ពេលចេតសិកវិញគឺមានរហូតដល់52ចេតសិកបាទអញ្ចឹងឧទាហរណ៍ងាយយល់បាទលោកគ្រូអត់លម្អិតទេបាទពេលដែលយើងដើរទៅបាទស្រាប់តែឃើញកបោករបស់ស្ត្រីម្នាក់ជ្រុះបាទហើយគាត់ក៏ដើរហោះទៅបាទពេលនោះបាទចិត្តរបស់យើងក៏កើតមានឡើងចង់បានរបស់នោះបាទនៅពេលខណៈចិត្តដែលយើងកើតនៅចិត្តចង់បានកបោកនោះបាទគេហៅថាជាបាទចិត្តលោភលន់បាទចិត្តលោភចង់បានរបស់គេបាទហេតុអីបានយើងដឹងថាបាទយើងចង់បានរបស់គេគឺចិត្តបាទគឺចិត្តនឹងហើយជាអ្នកដឹងខ្លួនឯងបាទគ្មាននរណាដឹងចិត្តរបស់យើងក្រៅពីយើងខ្លួនឯងទេបាទអញ្ចឹងអារម្មណ៍ចង់បានរបស់គេចិត្តយើងដឹងថាអូពេលនេះយើងមានអារម្មណ៍ថាចង់បានកបោកនោះបាទយកមកធ្វើជារបស់ខ្លួននោះគេហៅថាជាចិត្តលោភលន់បាទនៅពេលនោះហើយដែលចេតសិកចូលមកធ្វើការបាទក្នុងចិត្តមួយដួងមានចេតសិកជាអង្គប្រកបបាទយ៉ាងតិច7បាទអញ្ចឹងគឺនៅពេលនោះដែលចិត្តចេតសិករត់មកយ៉ាងម៉េចបាទចេតសិកថាចូលមកយកទៅបាទនេះជាលៀបរបស់យើងហើយកុំខ្លាចបាបវាគ្មានបាបបនអីនោះទេបាទពីព្រោះវាជារបស់ដែលយើងមើលឃើញវាគ្មានជាតិមុខជាតិក្រោយអីទេបាទគ្មានល្អគ្មានអាក្រក់អីទេសំខាន់ជាលៀបរបស់យើងឲ្យទៅយកមកបាទអាការដែលយើងគិតឃើញបែបនេះអានឹងមិនមែនជាចិត្តទេអានឹងហើយជាចេតសិកបាទន័យថាវាចូលអស់ទាញបាទទីបំផុតបាទចិត្តរបស់យើងក៏ទៅយករបស់នោះយកមកកាន់ធ្វើជារបស់ខ្លួនឯងបាទន័យថាចេតសិកហ្នឹងគឺវាកើតព្រមក្នុងពេលតែមួយជាមួយចិត្តហើយធ្វើឲ្យចិត្តធ្វើការរុញឲ្យចិត្តធ្វើការបាទអញ្ចឹងបាទមានចេតសិកទេចិត្តក៏មិនអាចធ្វើការបានដែរបាទអញ្ចឹងចេតសិកមិនមែនមានតិចទេនៅក្នុងពេលដែលកើតអារម្មណ៍លោភនេះបាទគឺវាមានច្រើនមែនតើបាទដូច្នេះហើយពាក្យពេលដែលចេតសិកឲ្យធ្វើការនោះនៅក្នុងអង្គធម៌គេហៅថាចេតសិកឈ្មោះអីនោះបាទលុះត្រាតែទៅធ្វើការសិក្សាអំពីអ្វីទៅជាចេតសិកបាទចេតសិកមាន52ដួងនោះមាន52នោះតើមានចេតសិកអីខ្លះបាទឥឡូវអានឹងចេតសិកមិនល្អបើពេលចេតសិកល្អវិញបាទនៅពេលដែលឃើញកំអប់គេជ្រុះដដែលនោះបាទស្រាប់តែចេតសិកល្អរត់ចូលមកធ្វើការវិញម្ដងបាទអូនេះជារបស់គេបាទគេជ្រុះបាត់អាយបាទកុំចង់បានរបស់គេបាទខ្លាំងណាស់ត្រូវតែយករបស់នោះទៅឲ្យគេវិញបាទវាគឺជារឿងដែលល្អបាទកុំចង់បានរបស់គេជាតិមុខជាតិក្រោយពិតជាមានពិតប្រកបមែនបាទហ្នឹងជាចេតសិកល្អបាទអញ្ចឹងអាចេតសិកហ្នឹងវាអស់ទាញចិត្តឲ្យសម្រេចចិត្តធ្វើការបាទអញ្ចឹងនៅពេលតកតងជាមួយនឹងចេតសិកល្អមានអីខ្លះនោះបាទគឺទៅមើលមេរៀនចេតសិកទៅគឺនឹងបានដឹងច្បាស់ចំណុចនេះលោកគ្រូគ្រាន់តែបង្ហាញឲ្យក្មួយស្វែងយល់ថាអ្វីទៅជាលក្ខណៈរបស់ចិត្តអ្វីទៅជាចេតសិកបាទគឺជាធម្មជាតិបាទជាសភាវៈធម៌ពីរដែលកើតព្រមជាមួយគ្នារលត់ទៅវិញជាមួយគ្នាចេតសិកជាអ្នកអស់ទាញចិត្តឲ្យធ្វើការបាទនៅពេលដែលចិត្តធ្វើការហើយគេហៅថាជាចិត្តបាទអញ្ចឹងគេអត់តែគេមិនដែលនិយាយថាខ្ញុំជាមនុស្សដែលមានចេតសិកល្អទេបាទពីព្រោះចេតសិកវាគ្រាន់តែជាចិត្តតូចបាទពេលចិត្តគឺជាប្រធានជាធំគ្របដណ្ដប់លើចេតសិកទាំងមូលរួមបញ្ចូលគ្នាទៅបង្កើតបានជាចិត្តមួយបាទភាសាដែលគេប្រើនៅក្នុងសំណេរអត្ថបទក្តីបាទអត្ថបទភាពយន្តក្តីប្រឡំលោកក្តីដែលយើងប្រើភាសាធម៌បាទតកតជាមួយនឹងចេតសិកប៉ុន្តែយើងអត់បានដឹងនោះបាទមានដូចជាអីបាទមានដូចជាសញ្ញាវេទនាមានចេតនាមានមនសិការបាទមានករណាមានមុទិតាបាទមានបញ្ញាមានសទ្ធាមានសតិអីទាំងអស់ហ្នឹងពាក្យទាំងអស់ហ្នឹងក្នុងអង្គធម៌គេហៅថាជាចេតសិកបាទហើយចេតសិកហ្នឹងវាមានគុណប្រយោជន៍យ៉ាងម៉េចនៅក្នុងការសរសេររឿងបាទគឺវាមានប្រយោជន៍បាទនៅក្នុងការ
កំណត់នៅអត្តចរិតរបស់តួបាទអញ្ចឹងដើម្បីឲ្យតួមួយហ្នឹងធ្វើការផ្លាស់ប្ដូរនៅចរិតរបស់គេបានបាទគឺចាំបាច់ត្រូវសាងហេតុជាច្រើនបាទឲ្យតួនោះសន្សំនៅចិត្តសន្សំនៅសេចចេតសិកល្អបាទដែលអ្នកអានបានមើលទៅហើយឃើញថាអូតួហ្នឹងបានសាងនៅហេតុល្អមានការគិតល្អមានចេតសិកល្អទើបអាចភ្ញាក់ខ្លួនបានបណ្ដានៅសុកស្រាប់តែតួនោះមានការភ្ញាក់រលឹកដោយឯងនោះទេបាទគឺចាំបាច់ត្រូវសាងហេតុដែលមានការគិតដែលមានចេតសិកជាអង្គប្រកបផងទើបយើងមើលទៅថាការភ្ញាក់រលឹករបស់តួនោះបាទពីអាក្រក់ទៅល្អពីល្អទៅអាក្រក់វិញគឺដោយសារតែសាងហេតុនៅបច្ច័យទាំងអស់ហ្នឹងវាសមល្មមដែលតួនឹងផ្លាស់ប្ដូរចរិតបានបាទនឹងក៏ជាចំណែកមួយដែរបានហើយក៏បើយើងនិយាយពីចិត្តពិស្ដារក៏វាងាយស្រួលក្នុងការសរសេររឿងបានល្អបានបែប121ដួងនោះអាចគឺសរសេររឿងបែបបុរាណទៅទៀតបាទរឿងបែបអភិនិហាបដិហាដែលប្រើឈានប្រើអីនោះគឺចាំបាច់ត្រូវប្រើនៅចិត្តកម្រិតលោកតរៈចិត្តបាទអញ្ចឹងចិត្តចេតសិកបានដើរតួនាទីយ៉ាងសំខាន់មួយផងដែរនៅក្នុងការសរសេរអត្ថបទបាទដើម្បីសាងនៅអត្តចរិតរបស់តួជាពិសេសគឺការផ្លាស់ប្ដូរអត្តចរិតរបស់តួពីល្អទៅអាក្រក់ពីអាក្រក់មកល្អតែឈរនៅលើអង្គហេតុបាទអ្វីដែលបានកើតឡើងខ្លះដែលអាចអូសទាញចិត្តចេតសិករបស់តួនោះឲ្យធ្វើការផ្លាស់ប្ដូរបានបាទ